សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំសាជាថ្មីអញ្ចឹងថ្ងៃផងដែរគឺជាវីដេអូទី4ដែលខ្ញុំនឹងមកបង្ហាញអ្នកនរគ្នាពីការប្រើប្រាស់នៅ command line នៅលើ hardware មួយឈ្មោះថា Kotti ដែលយើងធ្វើការបើកវាដើម្បីធ្វើការ remote ទៅលើ server របស់យើងអញ្ចឹងវីដេអូមុនខ្ញុំបានបញ្យល់ហើយទាក់ទងនឹងការប្រើប្រាស់ editor ចំនួន3ដែលមាន VI, VIM និង Nano Editor អញ្ចឹងថ្ងៃនេះយើងនឹងប្រើ command ទាំងអស់ហ្នឹងយើងប្រើ command ណាមួយក្នុងចំណោមទាំង3ហ្នឹងដើម្បីយើងធ្វើការ remote ទៅលើម៉ាស៊ីនរបស់យើងអញ្ចឹងកុំឲ្យខាតពេលយើងចូលមកកាន់VMware Workstation របស់យើងតោះមកយើងធ្វើការបើកម៉ាស៊ីនមកហើយយើងធ្វើការ login ចូល root របស់យើងធម្មតាពេលដែលយើង login ហើយយើងត្រូវIP address ដើម្បីយើងភ្ជាប់វា connect វាទៅកាន់ hardware Kotti ដើម្បី remote ហ្នឹងអញ្ចឹងយើងវាយពាក្យ IP ADDR បើថា ADDR មកពីពាក្យពេញថា address អញ្ចឹងយើង enter មកវានឹង load IP address ឲ្យយើងឃើញហ្នឹងហើយបន្ទាប់មកយើងធ្វើការបើកhardware put in របស់យើងនេះបើយើងអត់មានទេយើងអាច install វានៅលើ browser ហ្នឹងមកយើងវា download មកទេយើង install វាមកបន្ទាប់នេះយើងបើកពេលដែលយើងបើកហើយយើងត្រូវការយក IP address កន្លែងនេះទាំងអស់ហ្នឹងដូចរបស់ខ្ញុំចឹង IP address 192.168.206.134 ហ្នឹងយកមកដាក់នៅកន្លែង host name នេះពេលដែលយើងដាក់ IP ចូលហ្នឹងហើយយើងយកកន្លែងនេះយើងយក SSH បន្ទាប់មកយើងដាក់ឈ្មោះproject របស់យើងហ្នឹងយើងដាក់ឈ្មោះមកដាក់អីក៏បានដែរដូចខ្ញុំហ្នឹងដាក់ឈ្មោះ M1 បន្ទាប់ពីយើងដាក់ហើយយើងធ្វើការចុច save ទៅវានឹង load នៅកន្លែងនេះហើយយើងធ្វើការ open វាបើកវាមកនេះពេលដែលយើងបើកម្ដងនេះយើង login ចូល root របស់យើងមកហើយយើងប្រើ password ធម្មតាអញ្ចឹងវានឹង log ចូលមកកាន់ root របស់យើងនេះហើយសកលហោះហ្នឹងអញ្ចឹងពេលដែលយើង login ចូលម្ដងនេះហើយជំហានបន្ទាប់មុនគេហ្នឹងយើងធ្វើការបង្កើតនៅប្រភេទ file directory មុនសិនអញ្ចឹងបើយើងចង់បង្កើតនៅ file directory យើងត្រូវប្រើ command មួយដែលមានពាក្យថា make_dir ដែលយើងវាយមក make_dir MK មកពាក្យ make dir បានថា directory អញ្ចឹង make_dir អញ្ចឹងមកហើយយើងសរសេរឈ្មោះfile directory ដែលយើងចង់បង្កើតហ្នឹងយើងដាក់ឈ្មោះថាយើងដាក់M1 file ចឹងមកហើយ enter បន្ទាប់មកយើងឆែកមើលនៅ file ដែលយើងបង្កើតហ្នឹងយើងប្រើ command ls ដើម្បីយើងឆែកយើងឃើញនេះនេះ M1 file យើងឃើញ file យើងបង្កើតមិញហើយអា file ទាំងអស់នេះគឺសិតតែ file ដែលខ្ញុំតេស្តមើលទេខ្ញុំសរសេរមុនទៅគឺវានឹងជាប់ហ្នឹងហើយបន្តិចទៀតខ្ញុំនឹងបង្ហាញអំពីរបៀបនៃការលុប file ទាំងអស់ហ្នឹងចេញបើយើងអត់ចង់ទុកឲ្យវានៅច្រើនហ្នឹងទេហើយ file ដែលយើងបង្កើតមិញថ្មីមិញហ្នឹងបន្ទាប់ពីយើងបង្កើតនៅdirectory ហ្នឹងហើយមួយទៀតជំហានបន្តទៀតបើយើងចង់បង្កើតនៅ file លាក់យើងប្រើ make_dir ហ្នឹងដដែលប្រើ command make_dir ហ្នឹងដដែលហើយយើងចុចខាងមុខមួយដើម្បីយើងបញ្ជាក់វាថាវាជា file លាក់ហើយដែលយើងឃើញសញ្ញាចុចបែរថាវា file លាក់ហើយបន្ទាប់មកយើងដាក់ឈ្មោះ file ហ្នឹងមកដាក់ M2 file ហើយខ្ញុំenter បន្ទាប់មកខ្ញុំ ls មើលហើយចំពោះការឆែកមើល file លាក់នេះយើងប្រើ command ls ដែរគ្រាន់តែយើងថែមពាក្យ .a នេះបានថាយើងឆែកមើលចំនួន file លាក់របស់យើងដែលយើងបង្កើតហ្នឹងបើយើង command ls ធម្មតាយើងឆែកមើល file ធម្មតាហើយជាប្រភេទ file លាក់ហ្នឹងយើងឆែកមើលយើងចុច .a ច្រឡំអញ្ចឹងយើងឃើញ file លាក់របស់យើងមកហើយដែលយើងបង្កើតហ្នឹងហើយយើងរកមើល my M1 នេះ M2 file នេះជាប្រភេទ file លាក់ដែលយើងបង្កើតមិញហ្នឹងបានហើយជាប្រភេទ file ដែលយើងបង្កើតតេស្តមើលមុននេះអានេះ file យើងបង្កើតfile លាក់ M2 file នេះមិញហ្នឹងអញ្ចឹងវាហ្នឹងហើយអាសញ្ញាចុចនេះហើយឃើញចុចនៅពីមុខហ្នឹងបែរថាវាជា file លាក់ហើយយើងឃើញមកមើលកន្លែងនេះយើងឃើញសញ្ញាចុចមួយតំណាងឲ្យ file លាក់ដែរតែវាជាប្រភេទគេហៅ current directory ហើយប្រភេទចុចពីមុខនេះវាមានន័យថាវាជាប្រភេទ file
parent directory ចឹងខ្ញុំធ្វើការ clear វាមកកុំឲ្យវាឃើញញ៉ៃច្រើនពេកចឹង file បង្កើត file យើងមានតែប៉ុណ្្នឹងទេអូហើយខ្ញុំភ្លេចមួយទៀតយើងបើយើងបង្កើត file ធម្មតាណាយើងមិនបង្កើតយើងប្រើ make make dir ហើយយើងដាក់ឈ្មោះ file យើងមកអាហ្នឹងបានថាយើងបង្កើត file ធម្មតារបស់យើងនឹងចំនួន1តែមួយទៀតបើយើងចង់បង្កើត file វាច្រើនក្នុងពេលតែមួយយើងអត់ចង់អង្គុយបង្កើតវាម្ដងមួយវាយូរទេយើងចង់ឧទាហរណ៍យើងចង់បង្កើត file ចំនួន100ចុះអញ្ចឹងយើងអត់ចង់ឲ្យបង្កើតម្ដងមួយរហូតដល់100ទេវាយូរខាតពេលយើងបង្កើតពី1ដល់100បង្កើតតែម្ដងគឺបានហ្មងអញ្ចឹងយើងប្រើ command មួយយើងប្រើ make dir បន្ទាប់មកយើងដាក់ឈ្មោះ file ហ្នឹងមកខ្ញុំដាក់m1 ដដែលមក file ខ្ញុំប្រើ m1 file m1 file ហើយដាក់ x មួយមកដើម្បីកុំឲ្យវាច្រឡំបន្ទាប់មកយើងប្រើសញ្ញានេះមួយដើម្បីយើងបង្កើត file ខ្ញុំដូចយើងចង់បង្កើត file ចំនួន10ចុះយើងបង្កើត100វាច្រើនពេកអញ្ចឹងយើងបង្កើត10យើងដាក់លេខ1ដកចុច2បន្ទាប់មកយើងចុច10ហើយយើងបិទសញ្ញានេះមកវិញមកចុះបានថាយើងបង្កើត file ចំនួន10ក្នុងពេលតែមួយតែឈ្មោះ file គឺ m1 file x ហ្នឹងអញ្ចឹងវាបង្កើត file ចំនួន10ឲ្យយើងហើយយើងចុច enter មកបន្ទាប់មកយើង ls មើលហើយដោយសារវាជាប្រភេទ file ធម្មតាយើងចុច ls ធម្មតាយើងឃើញ file ចំនួន10នេះ file x នេះចំនួនឲ្យយើង10ពីលេខ1ដល់10ហ្នឹងនេះចំនួន10 file ហ្នឹងហើយពេលដែលយើងបង្កើតចឹងហើយយើងចង់លុប file មួយក្នុងចំណោមទាំង10ហ្នឹងដូចនេះយើងបង្កើត file មួយm1 file x ពី1ដល់10ចឹងយើងចង់លុបមួយក្នុងចំណោម10ហ្នឹងយើងប្រើ command យើងប្រើពាក្យ command rm មកពាក្យថា remove ដកដក delete ហើយយើងតែឈ្មោះ file ហ្នឹង m1 file x តែមកយើងចង់លុបលេខរៀងទីម៉ានដូចខ្ញុំចង់លុបលេខរៀងទី10ទេចុចលេខ10ហ្នឹងមកហើយយើង enter មកហើយវានឹងសួរយើងចង់ remove file m1 file x 10ហ្នឹងមែនអញ្ចឹងយើង yes មកតែមកយើង ls មើលយើងឃើញបាត់file m1 file លេខរៀងទី10ហើយយើងឃើញថាលេខ1ដល់9ទេនេះពី1ឡើងដល់9អញ្ចឹងអាទី10យើងលុបចេញបាត់ហើយបើយើងចង់លុប file អីបន្ថែមទៀតដូចយើងចង់លុប file m1 អី m1 test add 10នេះអីចឹងឬក៏ my m1 អីចឹងយើងប្រើ command ចឹងដដែលមកយើងវាយឈ្មោះ file ហ្នឹងពីក្រោយមកគឺវាលុបហើយមួយទៀតបើយើងចង់លុបfile ទាំង10ហើយយើងបង្កើតមិញហ្នឹងពី1ដល់10ហ្នឹងវាសល់តែ9ទេយើងចង់លុបទាំងអស់ហ្នឹងយើងប្រើ command ដដែលមក rm ដកហើយយើងប្រើវាយឈ្មោះ file មក m1 file x ហើយយើងប្រើសញ្ញានេះដដែលយើងលុបវាទាំង10ហ្នឹងមកមិញយើង file ទាំងអស់10តែយើងនៅសល់តែ9ទេហើយយើងលុបមួយដំបូងគេអញ្ចឹងវានៅសល់តែ9ទេអញ្ចឹងយើងប្រើលេខ1.2លេខរៀងទី9ដោយសារវាសល់តែ9លេខ enter តែមកវានឹងជួយយើងបញ្ជាក់យើងឆ្លើយ yes មកតមកយើង ls មើលអញ្ចឹងយើង file m1 file x ពី1ដល់10មិញគឺលុបអស់ហើយគឺយើងលែងឃើញមានហើយឃើញមានតែ my m1 file ដែលយើងបង្កើតដំបូងគេនេះអា file យើងបង្កើត10មិញគឺលុបអស់ហើយខ្ញុំ clear វាចេញឲ្យស្អាតមកអញ្ចឹងចំពោះការបង្កើត file របស់យើងគឺមានតែប៉ុណ្ណឹងហើយចំណុចបន្តទៀតបើយើងចង់បង្កើត file អីមួយដើម្បីយើងបង្កើតនិយាយទៅយើងចង់បង្កើត file ទទេមួយដើម្បីយើងបង្កើតទុកដើម្បីថ្ងៃណាមួយឬក៏ពេលក្រោយយើងចង់បញ្ចូល text ឬក៏អីអក្សរអីចូលទៅក្នុងហ្នឹងយើងអាចប្រើ command torch បានយើងវាយពាក្យថា torch តមកយើងដាក់ឈ្មោះ file ដែលយើងបង្កើតទុកចោលហ្នឹង file គេបែរថា file ទទេហើយក្នុងហ្នឹងវាអត់ទាន់មានតំណីអីក្នុងហ្នឹងទាំងអស់យើងដាក់ថាm1 f ចឹងទៅ .txt អញ្ចឹងខ្ញុំបង្កើត Twitter
អូខ្ញុំទៅសេខុសខ្ញុំបាត់អក្សរ H hot th m1 f dot txt enter តោះមកខ្ញុំឲ្យអាសមើលអញ្ចឹងយើងឃើញfile តាទេមួយដែលយើងបង្កើតបានហ្នឹងគឺនេះ m1 f dot txt ជាប្រភេទ file តាទេមួយដែលក្នុងនោះអត់ទាន់មានអីទេអញ្ចឹងយើងដើម្បីយើងឆែកមើលក្នុង file ហ្នឹងចង់ដឹងថាក្នុងហ្នឹងមានអីគេខ្លះយើងប្រើ command cat ដើម្បីយើងឆែកមើល file ហ្នឹងយើងវាយពាក្យ cat មកហើយយើងចុចវាយពាក្យឈ្មោះ file ហ្នឹងមក .txt អញ្ចឹងយើងអត់ទាន់ឃើញអីទេវា load ទៅទេស្អាតវិញថាក្នុង file ហ្នឹងអត់ទាន់មានអីទេបានវាអត់ load ឲ្យយើងអញ្ចឹងជំហានបន្តទៀតយើងធ្វើការ edit យើងធ្វើការបញ្ចូល text នៅក្នុង file m1 m1f.php ហ្នឹងអញ្ចឹងយើងប្រើ edit យើងត្រូវប្រើ editor ចំនួន1ក្នុងចំណោម3ហ្នឹងនិយាយទៅ editor មិនមែនមានតែ3ទេមានច្រើនទៀតតែគ្រាន់ថា editor ដែលគេពេញនិយមគឺមានតែ3ហ្នឹងទេតែគេប្រើប្រាស់មាន vi vim និង nano ហើយចំពោះខ្ញុំចូលចិត្តប្រើ vi editor អញ្ចឹងយើងវាយពាក្យ vi ហ្នឹងមកហើយយើងចូលមក file m1 ហ្នឹង m1f.php ហ្នឹងអញ្ចឹងយើងចូលទៅកាន់ file ហ្នឹងអញ្ចឹងពេលយើងចូលមកដល់ file ហ្នឹងហើយយើងដើម្បីយើងធ្វើការបញ្ចូលទិន្នន័យឬក៏បញ្ចូលអក្សរ text នៅក្នុងហ្នឹងបានយើងប្រើ command i ដើម្បីឲ្យវា load insert នៅខាងក្រោមនេះមកយើងអាចខ្សែអក្សរលើហ្នឹងបានហើយអញ្ចឹងខ្ញុំធ្វើការដកវាតិចមកឲ្យវាស្លាស់ខ្ញុំចុចចេះតិចមកដើម្បីឲ្យវាស្អាតស្រួលមើលខ្ញុំវាពាក្យមួយដាក់ welcome to my class អញ្ចឹងបិទវាវិញតោះមកខ្ញុំសរសេរខាងនេះមកខ្ញុំដាក់hello9 9ហ្នឹងឬក៏ខ្ញុំដាក់ hello world អញ្ចឹងមួយទៀតពេលយើងបញ្ចូល text ហ្នឹងហើយយើងចង់ធ្វើការ save វាយើងចុចពីescape ដែលវាមាននៅលើ keyboard របស់យើងដែលអក្សរកាត់ពាក្យ ESC ដើម្បីឲ្យវាបាត់ពាក្យ insert នៅខាងក្រោមនេះពេលយើងចុចហើយយើងនឹងបាត់ពាក្យ insert ហ្នឹងហើយអញ្ចឹងដើម្បីយើង save យើងចុច shift ហើយយើងចុច2ឲ្យជាប់ដំណើរគ្នាហ្នឹងឲ្យវា load មកចុច2ចេះមកហើយបន្ទាប់មកយើងចុច W ដើម្បីយើងធ្វើការ save ហើយបើយើងអត់ចង់ save ទេយើងចុច Q ចុច Q តូចហើយញ៉ៅទៀនដើម្បីយើងឃើញថាវាអត់ save ឲ្យយើងទេហើយវាចាក់ចេញពី file m1 f.php នឹង auto ហ្មងតែបើយើងចង់ save យើងចុច W ហើយមួយទៀតបើយើងចង់ save ហើយឲ្យវាចាក់ចេញពី file នឹង auto មកយើងចុច Q មួយទៀត time Q WQ ហើយយើងចុច enter មកវានឹងចាក់ចេញពី file m1 f.php ហ្នឹងហើយអញ្ចឹងយើងតើមកយើងឆែកមើលចំនួន file ព្រោះមិញយើងបានបញ្ចូល text មួយចំនួនហើយអញ្ចឹងយើងឆែកមើលថាក្នុង file មាន text អីខ្លះយើងប្រើ command cat មិញហ្នឹង m1 មិញយើងប្រើ command ហ្នឹងគឺវាអត់ឃើញអីទេដោយសារ file ហ្នឹងទេឥឡូវ file ហ្នឹងយើងបានបញ្ចូលទិន្នន័យហើយយើង command យើងឆែកមើលអញ្ចឹងយើងឃើញមានអក្សរប៉ុណ្នេះដែលយើងបានសរសេរមិញហ្នឹងនៅក្នុង file ហ្នឹងហើយមួយទៀតបើយើងចង់edit បន្ថែមទាក់ទងទៅនឹងការបញ្ចូល text បន្ថែមទៀតឬក៏យើងចង់ធ្វើការ delete text ខ្លះមួយចំនួនចេញឬក៏ edit អីចឹងទៅយើងបើកចូលមកកាន់editor យើងទាំង3មិញហ្នឹងវិញមកចូល vi ដដែលយើងបើកចូលវាវិញហើយយើង m1 f.txt បើហើយយើងចូលមកកាន់ file ហ្នឹងវិញដើម្បីយើងធ្វើការ edit កែឬក៏បន្ថែមនៅ text ជាមួយចំនួនទៀតដូចយើងចង់បន្ថែម text អញ្ចឹងយើងប្រើ keyword i ដើម្បីយើងឲ្យវា load insert នេះមកយើងអាចបញ្ចូល text បានទៀតហើយអញ្ចឹងខ្ញុំបញ្ចូលទៀតមកខ្ញុំដាក់x 1អញ្ចឹងចុះ hello 1មក1អញ្ចឹងមួយទៀតបើយើងចង់ធ្វើការ copy text ហ្នឹងមកជួរហ្នឹងទាំងអស់ឬក៏យើងចង់ធ្វើការ delete អីហ្នឹងយើងដំបូងយើងចុចឲ្យវាចេញពី
escape ដើម្បីឲ្យវាចេញពីពាក្យថា insert នេះសិនតោះមកយើងចុចពីយើង shift ហើយចុចពីឲ្យវាលោកសញ្ញាចុចពីនេះបន្ទាប់មកយើងចុចអក្សរ Y ដើម្បីធ្វើការ copy ពេលយើងចុច Y ហើយយើង enter មួយវានឹង load cursor ចំនៅលើ text ជួរណាបន្ទាត់ណាបើថាបើយើងចង់copy មួយជួរហ្នឹងយើងត្រូវឈរនៅលើឈរ cursor យើងនៅចំអក្សរណាក៏បានដែរនៅលើមួយជួរហ្នឹងអញ្ចឹងបែរថាវា copy តាមមួយជួរហ្នឹងទេហើយបើយើងចង់copy អឺជួរខាងលើគឺយើងព្រោះ cursor យើងឡើងមកលើមកនេះបែរថាយើង copy ជួរលើយើងឈរនៅtext មួយណាក៏បានដែរព្រោះថាយើង copy ទៅវាទៅម្ដងមកបន្ទាត់នឹងយកទាំងអស់មកអញ្ចឹងបើយើងចង់ copy អាជួរក្រោមនេះខ្ញុំដាក់វាមកជួរក្រោមមកហើយខ្ញុំចុចpaste ដែលយើងចុច command P អញ្ចឹងវា paste ឲ្យយើងអក្សរទាំងអស់ហ្នឹងហើយបើយើងចង់ undo វាវិញយើងចុចkeyword អក្សរយើងចុច command អក្សរ U ចុច U ទៅគឺវា undo វិញហើយបើយើងថាវាឡើងវិញចុច P វាមកហ្នឹងវាមកវិញអញ្ចឹងអាហ្នឹងតែប៉ុណ្្នឹងទេហើយមួយទៀតបើយើងចង់លុបវាចំនួនមកបន្ទាត់នៅក្នុង line ណាមួយឧទាហរណ៍ខ្ញុំចង់លុប line លើ hello M1 នេះចេញអញ្ចឹងខ្ញុំត្រូវប្រើ command មួយដែលយើងសរសេរ dd ដើម្បីធ្វើការលុប comment លើខាងលើហ្នឹងចេញយើងរុញសញ្ញាពួន cursor យើងឡើងមកលើមក M1 នេះមកតោះមកយើងចុចអក្សរ dd យើងយកហ្មងអញ្ចឹងចុចទៅបានថាវាលុបបន្ទាត់ខាងលើហ្នឹងមកបន្ទាត់ចេញហើយបើយើងចង់លុបក្រោមនេះចេញទុកតា2ទុកតា3ឥឡូវយើងទុក3ចុះអញ្ចឹងខ្ញុំចុចមកយើងចុច command dd ដែរមកគឺវាលុបអញ្ចឹងវាទុកតា3បន្ទាត់ទេនៅសល់តែ3បន្ទាត់ទេអញ្ចឹងបើយើងចង់ undo វាវិញយើងចុចអក្សរ U មក undo មកវិញមកទាំង hello M1 នេះមកវិញអញ្ចឹងប៉ុណ្ណឹងហើយយើងធ្វើការ save វាមកដើម្បីយើងចុច save បានយើងចុច control ចុច shift ហើយចុចអាសញ្ញាចុច2ហ្នឹងឲ្យជាប់បន្ទឹមគ្នាមកឲ្យវា load មកចេញចេះមកតមកយើងW ដើម្បីធ្វើការ save ហើយឲ្យវាចាក់ចេញ auto ហ្មងអញ្ចឹង control U ហើយយើង enter អញ្ចឹង file ដែលយើងបង្កើតដំបូងគេទាំងអស់យើងដំបូងយើងបញ្ចូលមានតែ text តែប៉ុណ្្នឹងឯងហើយមិញយើងធ្វើការ update text បន្តទៀតអញ្ចឹងយើងដើម្បីឆែកមើលអឺដើម្បីចង់ដឹងថាយើង edit text បន្ថែមមិញហ្នឹងគឺវាជាប់នៅក្នុងហ្នឹងអត់អញ្ចឹងយើងប្រើ command cat ដដែលហើយយើងបិទឈ្មោះ file ហ្នឹងមក m1f.txt enter មកយើងឃើញ text ដែលយើងបញ្ចូលបន្ថែមនៅនេះឃើញអត់វាឃើញថែមទៀត text ដែលយើងមុនយើងឃើញ text តាម3បន្ទាត់លើនេះឥឡូវយើងឃើញដល់ក្រោមដែលយើងបានបញ្ចូលបន្ថែមទៀតអញ្ចឹងចំពោះការប្រើប្រាស់ VI Editor គឺមានតែប៉ុណ្្នឹងទេហើយចំពោះ editor ដូចជា VIM ឬក៏ Nano អីគឺដូចតែគ្នាទេ3ហ្នឹងយើងប្រើមួយណាក៏បានដែរអញ្ចឹងចំពោះការប្រើប្រាស់ VI គឺមានតែប៉ុណ្្នឹងហើយចំណុចបន្តទៀតខ្ញុំនឹងធ្វើការមើលឆែកមើលទៅលើ history របស់យើងខ្ញុំ clear ទីសិនមកឆែកមើល history វិញថាយើងចង់ដឹងយើង comment ទាំងអស់មិញហ្នឹងគឺយើងប្រើអីគេខ្លះបើន័យថាមិញហ្នឹងយើងបានប្រើ comment អីគេខ្លះនៅក្នុងBMP ហ្នឹងអញ្ចឹងយើងប្រើពាក្យមួយបែរថាយើងប្រើពាក្យមួយគឺ history ហើយយើង enter មកយើងឃើញ comment ទាំងអស់ដែលយើងបានសរសេរមិញនៅក្នុងហ្នឹងអញ្ចឹង comment មានទាំងប្រហែលគឺវានេះជាប់ក្នុងទាំងអស់អត់បាត់ទៅណាទេហើយបើយើងចង់លុប comment នឹងចេញទាំងអស់យើងប្រើ history ដដែលមកហើយដក C បែរថាយើងខាត់ comment ហ្នឹងចោលទាំងអស់ហ្មងប៉ុន្តែបើយើងអត់ចង់ខាត់ឲ្យវាចេញហ្មងទេចង់ទុកវានៅក្នុង file មួយដែលបែរថាយើងចង់លាក់ comment ទាំងអស់នៅក្នុង file មួយអត់ចង់ឲ្យគេឆែកមើលឃើញពីក្រោយបែរថាគេមកឆែកមើលម៉ាស៊ីនរបស់យើងមកគេគ្រាន់វា comment history មកគឺគេឃើញcomment ដែលយើងប្រើទាំងអស់នៅលើនេះ comment ទាំងអស់គឺគេឃើញរបស់យើងហ្មងប៉ុន្តែយើងអត់ចង់ឲ្យគេឃើញឆែកពាក្យថា history ទេឃើញទេអញ្ចឹងយើងប្រើ file មួយដើម្បីយើងផ្ទុកcomment ទាំងអស់នៅក្នុង file ហ្នឹងអញ្ចឹងយើងគ្រាន់វាយពាក្យថា history ហ្នឹងដដែលមកយើងប្រើ history តែមកយើងប្រើសញ្ញាបាញ់មួយចេះហើយយើងដាក់ឈ្មោះ file យើងមកខ្ញុំដាក់M1 hi.txt អញ្ចឹងអាសញ្ញាព្រួយនេះបានន័យថាhistory ទាំងអស់នេះhistory ទាំងអស់ហ្នឹងគឺវា
វាបាញ់ព្រួយហ្នឹងទៅ file m1 high.php ហ្នឹងឯងថា history ទាំងអស់គឺវាចូលទៅក្នុងអា file m1 high.php ហ្នឹងអញ្ចឹងយើងចុច enter មកអញ្ចឹងពេលដែលយើងចុចប៉ុណ្ណឹងហើយយើងធ្វើការលុប file ទាំងអស់នេះចេញសិនដើម្បីកុំឲ្យគេឆែក history ពាក្យថា history ធម្មតាទៅឃើញអញ្ចឹងយើងប្រើ history ដក c enter តមកយើងធ្វើការឆែកមើលបើយើងឆែកពីពាក្យថា history ធម្មតាចេះគឺយើងលែងឃើញហើយលែងឃើញអា comment ទាំងអស់ហ្នឹងហើយអា comment នេះអា comment លើទាំងអស់ហ្នឹងឥឡូវបើយើងចង់នេះច្បាស់យើង clear វាគ្នាសិនយើងប្រើ history អញ្ចឹងយើងលែងឃើញហើយឃើញអត់អា file អា comment ដែលយើង comment មិញគឺយើងឆែក history ធម្មតាលែងឃើញហើយតោះតែយើងបើក file ដែលយើងបង្កើតមិញហ្នឹងអា file សម្រាប់លាក់history មិញហ្នឹងណាយើងបង្កើតយើងបើកចូលវាវិញមកបានយើងឃើញអា comment ទាំងអស់មិញ comment ដែលយើងប្រើហ្នឹងអញ្ចឹងខ្ញុំបើកមកខ្ញុំប្រើ cat ហើយខ្ញុំវាយ history file ដែលខ្ញុំបង្កើតហ្នឹងគឺគេ m1 hi.txt អញ្ចឹងខ្ញុំ enter មកយើងឃើញអា comment ដែលយើង comment ដែលយើងប្រើទាំងអស់មិញហ្នឹងគឺវាលាក់នៅក្នុង file m1 file m1 hi.txt ហ្នឹងហើយយើងចង់ចាក់ចេញយើងចុច exit មកយើងចាក់ចេញពីវាចាក់ចេញពី remote ហ្នឹងពី software Putty ហ្នឹងអញ្ចឹងចំពោះវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេរបៀបការប្រើប្រាស់ command line មួយចំនួននៅលើ Linux អញ្ចឹងចាំវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូក្រោយទៀតបាទអរគុណ